ចាសួស្តីបងប្អូនចាថ្ងៃនេះអត់បានធ្វើម្ហូបទេប៉ុន្តែចង់ញ៉ាំមីស៊ុបចាមីកូរ៉េចាហើយសម្រាប់បន្លែហើយនឹងសាច់វិញគឺអត់មានអីច្រើនទេនេះខ្ញុំដាក់តែមឹកហើយនឹងបង្គាបន្លែនេះខ្ញុំដាក់ជាផ្សិតភ្លៅមាន់ណាហើយនឹងស្ពៃបូកូចាតូចៗទេបងប្អូនយើងមានខ្ទឹមហើយនឹងម្ទេសសម្រាប់ម្ទេសបើចូលចិត្តដាក់បើអត់ចូលចិត្តមិនដាក់ក៏បានដោយសារមីរបស់យើងហឹរស្រាប់ហើយចាអញ្ចឹងនេះខ្ញុំដាក់ឆ្នាំងរួចហើយនេះខ្ញុំដាក់ទឹកកន្លះលីត្រចាពីព្រោះក្នុងការណែនាំរបស់គេគឺគេឲ្យយើងដាក់ទឹក500មីលីលីត្របងប្អូនចាឃើញទេយើងមិនមែនចេះតែដាក់ណាសម្រាប់ទឹកតោះមកនេះខ្ញុំបើកភ្លើងចាអញ្ចឹងទឹកពុះហើយបន្ទាប់មកនេះខ្ញុំដាក់មីចូលបន្ទាប់មកទៀតនេះខ្ញុំដាក់គ្រឿងចាយើងចាក់គ្រឿងចូលទាំងអស់ណាចាបន្ទាប់មកទៀតនេះខ្ញុំចាប់ផ្ដើមដាក់បន្លែសម្រាប់បន្លែវិញបងប្អូនចូលចិត្តអីយើងដាក់ហ្នឹងណាបងប្អូនចាសម្រាប់បន្លែចានេះខ្ញុំប្រើដៃឯដោយសារនេះខ្ញុំលាងស្អាតហើយណាមួយនេះខ្ញុំញ៉ាំខ្លួនឯងទៀតបងប្អូនបើនៅតាមហាងគេពាក់សូមដៃចាចាបន្ទាប់មកយើងក្រូបមកចាអញ្ចឹងមីរបស់យើងគឺឆ្អិនហើយចាបន្ទាប់មកគឺយើងបន្ថែមស្លឹកខ្ទឹមហើយនិងម្ទេសអូយឈ្ងុយមែនតើបងប្អូនចាអញ្ចឹងនេះខ្ញុំបិទភ្លើងចាបងប្អូនរួចរាល់ហើយចានេះអូយឈ្ងុយមែនតើចាហើយនៅពេលដែលបងប្អូនដាក់មីចូលហើយគឺយើងគ្របតា3នាទីគឺមីរបស់យើងឆ្អិនហើយចានេះនិយាយទៅតាមចំណង់ចំណូលចិត្តបងប្អូនណាចូលចិត្តបែបណាយើងញ៉ាំបែបហ្នឹងណាបងប្អូនចានេះឆ្ងាញ់ចាអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណជំរាបលាបាយបាយ